បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅទស្សនានៅការធ្វើដំណើរទៅកម្សាន្តនៅកោះរ៉ុងសន្លឹមក្រុងព្រះសីហនុបាទហើយឥឡូវនេះយើងកំពុងតែនៅលើទូកបាទឆ្ពោះទៅកាន់កោះរ៉ុងសន្លឹមផងដែរបាទនៅលើទូកគឺយើងជិះជាមួយនឹងទូកបូវ៉ាស៊ីរបស់ក្រុមហ៊ុនវិរៈបន្ថាបាទគឺយើងចេញដំណើរទៅហើយបាទនៅកណ្ដាលសមុទ្របាទទេសភាពពិតជាស្អាតមែនប្លែកភ្នែកម្យ៉ាងដូចចង់ពុលរលកផងដែរហើយចំពោះភ្ញៀវទេសចរវិញបាទគឺគាត់សប្បាយរីករាយទៅនឹងការគយគន់ទេសភាពនៅតាមប្រជុំកោះមួយហើយឥឡូវយើងបានមកដល់សន្តាគារដែលយើងបានកក់ហើយបាទគឺគេមានទទួល welcome drink ផងដែរហើយយើងស្នាក់នៅកោះគេហៅឆ្នេរ Sandy បាទគឺនៅលើដោយសារកោះមួយវាមានឈ្មោះឆ្នេរអញ្ចឹងពួកខ្ញុំស្នាក់នៅឆ្នេរ Sandy ហើយនេះគឺជាទិដ្ឋភាពបាទនៅពេលដែលយើងចូលរៀបចំបន្ទប់ហើយយើងក៏បានចេញមកលេងទឹកសមុទ្រអូទេសភាពពិតជាស្អាតហើយបានន័យថាវាស្ងប់ស្ងាត់ហើយនឹងជាមួយនឹងខ្សាច់បាទសក្បុសផងដែរយើងអាចអុំទូកលេងស្ទូចត្រីហើយលក្ខណៈ relax chill ផងដែរបាទហើយយើងក៏បានជិះទូកកម្សាន្តនោះជាមួយនឹងសកម្មភាពផ្សេងជាច្រើនទៀតអញ្ចឹងសូមអញ្ជើញទស្សនាជាមួយនឹងពួកយើងខ្ញុំដូចតទៅផងដែរបាទនេះគឺជាការចំណាយពេលមួយសម្រាប់ក្រុមគ្រួសារនិងបង្កើតភាពបរិយាកាសសប្បាយរីករាយក៏ដូចជាកសាងសុភមង្គលនៅក្នុងគ្រួសារហើយមួយទៀតគឺយើងបាន relax មានន័យថាបង្កើតភាពសប្បាយឲ្យខ្លួនឯងផងដែរព្រោះយើងមួយថ្ងៃធ្វើការហត់ណាស់អញ្ចឹងមានតែឆ្លៀតបាទចាយលុយខ្លះរកលុយខ្លះដើរលេងខ្លះបាទដូចគេថានៅផ្ទះក៏មិនសល់លុយដែរដើរលេងខ្លះទៅអញ្ចឹងណាបងប្អូនចឹងបងប្អូនចង់ដឹងថាតើការដើរកម្សាន្តរបស់ខ្ញុំមានសកម្មភាពអីខ្លះបាទបងប្អូនអាចទស្សនាបានផងដែរហើយបញ្ជាក់នេះគឺនៅកោះរ៉ុងសន្លឹមឆ្នេរ Sandy បាទបាទត្រង់កន្លែងនេះគឺយើងមកដល់ពេលព្រឹកហើយបន្ទាប់ពីយើងស្នាក់នៅបានមួយយប់អញ្ចឹងនៅពេលព្រឹកនៅខាងសន្តាគារដែលយើងបានស្នាក់នៅហ្នឹងគឺគេមានជា buffet ពេលព្រឹកឲ្យយើងផងដែរហើយក៏មានមុខម្ហូបច្រើនហើយឆ្ងាញ់ផងដែរហើយមានភេសជ្ជៈមានផ្អែមនិយាយរួមទៅបងប្អូនអាចហូបបានពីម៉ោងដូចជា7ព្រឹកដល់ម៉ោង10បាទម៉ោង10បុគ្គលិកខាងគាត់រើចេញមួយកូនខ្ញុំទៅដឹងបាទផ្លែឈើសាក់បោះចូលចិត្តមាន drink បាទហើយរបស់គេបាទឆ្ងាញ់ហើយយើងអង្គុយហូបស្ដាប់សំឡេងទឹកកន្លកមានអារម្មណ៍ថា relax បងប្អូនណា
ធ្វើមកពិខា